សួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់កម្មវិធីអភិវឌ្ឍខ្លួនជាមួយនឹងប្រធានបទវិធីអភិវឌ្ឍវិន័យផ្ទាល់ខ្លួនវិន័យផ្ទាល់ខ្លួនគឺជាគន្លឹះសំខាន់មួយដែលជួយឲ្យយើងឈានទៅរកជោគជ័យក្នុងជីវិតទាំងផ្នែកការងារការសិក្សានិងជីវិតផ្ទាល់ខ្លួនថ្ងៃនេះយើងនឹងស្វែងយល់អំពីអត្ថប្រយោជន៍វិធីសាស្ត្រឧបសគ្គនិងឧទាហរណ៍ជាក់ស្ដែងដើម្បីជួយឲ្យអ្នកអភិវឌ្ឍវិន័យផ្ទាល់ខ្លួនបានកាន់តែប្រសើរអត្ថប្រយោជន៍នៃវិន័យផ្ទាល់ខ្លួនវិន័យផ្ទាល់ខ្លួនជួយឲ្យយើងមានភាពជឿជាក់និងគ្រប់គ្រងជីវិតបានល្អជាងមុនវាបង្កើនប្រសិទ្ធភាពការងារនិងជួយឲ្យយើងសម្រេចគោលដៅរយៈពេលខ្លីនិងរយៈពេលវែងឧទាហរណ៍លោកសុកសេងហាក់ជាសហគ្រិនវ័យក្មេងនៅភ្នំពេញបានប្រើវិន័យផ្ទាល់ខ្លួនដើម្បីក្រោកពីគេងនៅម៉ោង 5 ព្រឹកជារៀងរាល់ថ្ងៃដើម្បីផែនការងារអាជីវកម្មរបស់គាត់លទ្ធផលគឺគាត់បានបង្កើតក្រុមហ៊ុនចែកចាយផលិតផលកសិកម្មដែលមានចំណូលជាង$100អាមេរិកក្នុងរយៈពេល2ឆ្នាំការសិក្សាព Psychology Today បានបង្ហាញថាមនុស្សដែលមានវិន័យខ្លួនឯងខ្ពស់មានឱកាសជោគជ័យ35%ខ្ពស់ជាងអ្នកផ្សេងវិន័យផ្ទាល់ខ្លួនក៏ជួយឲ្យយើងមានសុខភាពផ្លូវចិត្តល្អដោយកាត់បន្ថយភាពតានតឹងនិងការពន្យារពេលដែលអាចធ្វើឲ្យយើងមានអារម្មណ៍ថប់អន្ទះគោលការណ៍គ្រឹះនៃវិន័យផ្ទាល់ខ្លួនការអភិវឌ្ឍវិន័យផ្ទាល់ខ្លួនចាប់ផ្ដើមមកពីការយល់ដឹងអំពីគោលការណ៍សំខាន់ៗ 1. ការកំណត់គោលដៅច្បាស់លាស់គោលដៅត្រូវតែជាក់លាក់អាចវាស់បានសមស្របនិងមានរយៈពេលកំណត់ Smart Goals ឧទាហរណ៍កំណត់ថានឹងរៀនភាសាអង់គ្លេស30នាទីជារៀងរាល់ថ្ងៃដើម្បីអាចនិយាយបានគ្រប់គ្រាន់ក្នុងរយៈពេល6ខែ 2. ការទទួលខុសត្រូវប្រកាន់ខ្ជាប់នឹងការសន្យាដែលបានធ្វើជាមួយខ្លួនឯងនិងអ្នកដទៃ 3. ភាពស៊ីសង្វាក់ធ្វើសកម្មភាពតូចៗជាប្រចាំដើម្បីបង្កើតទម្លាប់ល្អ 4. ការគ្រប់គ្រងអារម្មណ៍រៀនគ្រប់គ្រងភាពតានតឹងនិងការល្បួងដើម្បីរក្សាការផុតតអារម្មណ៍វិធីសាស្ត្រអភិវឌ្ឍវិន័យផ្ទាល់ខ្លួន 1. កំណត់ផែនការប្រចាំថ្ងៃប្រើកម្មវិធីដូចជា Google Calendar ឬសៀវភៅកត់ត្រាដើម្បីរៀបចំការងារប្រចាំថ្ងៃឧទាហរណ៍កញ្ញាស្រីនាងជាសិស្សនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានប្រើផែនការប្រចាំសប្តាហ៍ដើម្បីរៀនសូត្រនិងធ្វើការផ្ទះដែលជួយឲ្យនាងទទួលបានជោគជ័យថ្នាក់ល្អនិងមានពេលសម្រាប់គ្រប់គ្រាន់ 2. ចាប់ផតាមកពីរឿងតូចៗបង្កើតទម្លាប់ដែលងាយស្រួលធ្វើដូចជាការក្រោកពីគេងម៉ោង 6 ព្រឹកឬអានសៀវភៅ10ទំព័រក្នុងមួយថ្ងៃការចាប់ផតាមកតូចៗជួយឲ្យយើងមានភាពជឿជាក់និងបន្តធ្វើបានជាប់លាប់ 3. ប្រើបច្ចេកទេស Pomodoro ធ្វើការជាវគ្គ25នាទីបន្ទាប់មកសម្រាប់5នាទីបច្ចេកទេសនេះជួយរក្សាការផតអារម្មណ៍និងកាត់បន្ថយភាពអស់កម្លាំងឧទាហរណ៍លោកសុកសេងហាក់បានប្រើបច្ចេកទេសនេះដើម្បីធ្វើការលើគម្រោងអាជីវកម្មរបស់គាត់ដែលជួយឲ្យគាត់បញ្ចប់ការងារបានលឿនជាងមុន 4. ស្វែងរកការគាំទ្រចូលរួមក្រុមដែលមានគោលដៅស្រដៀងគ្នាឬសុំការណែនាំពីអ្នកដែលមានវិន័យល្អឧទាហរណ៍កញ្ញាស្រីនាងបានចូលរួមក្រុមសិក្សាជាមួយមិត្តភ័ក្តិដែលជួយឲ្យនាងមានការលើកទឹកចិត្តរៀនសូត្រជាប្រចាំ 5. ផតលរង្វាន់ខ្លួនឯងនៅពេលសម្រេចគោលដៅតូចៗផតលរង្វាន់ដល់ខ្លួនឯងដូចជាទិញអាហារដែលចូលចិត្តឬមើលភាពយន្តមួយការផតលរង្វាន់ជួយបង្កើនការលើកទឹកចិត្តនិងធ្វើឲ្យដំណើរការអភិវឌ្ឍវិន័យកាន់តែរីករាយឧបសគ្គក្នុងការអភិវឌ្ឍវិន័យឧបសគ្គធំបំផុតរួមមានការពន្យារពេលការខ្វះការលើកទឹកចិត្តនិងការរំខានពីបរិស្ថានជុំវិញឧទាហរណ៍លោករតនៈជាបុគ្គលិកការិយាល័យម្នាក់បានជួបបញ្ហាការពន្យារពេលដោយសារការលេងហ្គេមអនឡាញច្រើនម៉ោងដែលធ្វើឲ្យគាត់មិនអាចបញ្ចប់ការងារបានទាន់ពេលដើម្បីដោះស្រាយគាត់បានដាក់កម្រិតពេលវេលាលេងហ្គេមត្រឹម1ម៉ោងក្នុងមួយថ្ងៃនិងប្រើកម្មវិធីប្រភេទ Blocker ដូចជា Forest App ដើម្បីកាត់បន្ថយការរំខានពីបនតាញោសង្គមអនឡាញនិងសម្ពាធពីការងារក៏ជាឧបសគ្គផ្សេងទៀតដែលត្រូវការការគ្រប់គ្រងឲ្យបានល្អករណីជោគជ័យពិតលោកប៊ុនសុកហេងជាគ្រូបង្រៀននៅខេត្តកំពង់ស្ពឺបានអភិវឌ្ឍវិន័យផ្ទាល់ខ្លួនដោយរៀបចំផែនការបង្រៀននិងអានសៀវភៅអភិវឌ្ឍខ្លួនរៀងរាល់ថ្ងៃគាត់បានចំណាយពេល2ម៉ោងសម្រាប់ស្រាវជ្រាវនិង1ម៉ោងសម្រាប់ហាត់ប្រាណដែលជួយឲ្យគាត់មានសុខភាពល្អនិងផតអារម្មណ៍ក្នុងការបង្រៀនលទ្ធផលគឺគាត់ទទួលបានការកោតសរសើរពីសាលានិងបានបង្កើតសហគមន៍អប់រំតូចមួយសម្រាប់សិស្សនៅជនបទ
លើសពីនេះលោក Elon Musk, មហាសេដ្ឋីអាមេរិកបានប្រើវិន័យផ្ទាល់ខ្លួនដើម្បីគ្រប់គ្រងក្រុមហ៊ុន Tesla, និង SpaceX, ដោយធ្វើការជាមធ្យម80ទៅ100ម៉ោងក្នុងមួយសប្តាហ៍ប៉ុន្តែនៅតែមានពេលសម្រាប់គ្រួសារដែលបង្ហាញថាវិន័យអាចនាំឲ្យសម្រេចគោលដៅធំៗបានឧបករណ៍និងបច្ចេកទេសជួយកម្មវិធីជំនួយកម្មវិធីដូចជា Notion, Todoist, និង Trello, ជួយគ្រប់គ្រងការងារនិងផែនការប្រចាំថ្ងៃការសរសេរកំណត់ហេតុប្រចាំថ្ងៃដើម្បីពិនិត្យឡើងវិញនូវវឌ្ឍនភាពនិងកំហុសការធ្វើលំហាត់ចិត្តលំហាត់ដូចជា Yoga, ឬសមាធិជួយកាត់បន្ថយភាពតានតឹងនិងបង្កើនការផុតតអារម្មណ៍ការសហការជាមួយអ្នកដទៃចែករំលែកគោលដៅជាមួយមិត្តភ័ក្តិឬគ្រួសារដើម្បីបង្កើនការទទួលខុសត្រូវវិន័យផ្ទាល់ខ្លួននិងសុខភាពវិន័យផ្ទាល់ខ្លួនមានឥទ្ធិពលវិជ្ជមានលើសុខភាពផ្លូវកាយនិងផ្លូវចិត្តការសិក្សាពោល World Health Organization, WHO, បានបង្ហាញថាមនុស្សដែលមានវិន័យល្អមានហានិភ័យទាបជាង 20% ក្នុងការធ្លាក់ខ្លួនឈឺផ្លូវចិត្តដោយសារពួកគេមានរបៀបរស់នៅស៊ីសង្វាក់និងគ្រប់គ្រងភាពតានតឹងបានល្អឧទាហរណ៍កញ្ញាច័ន្ទនេះបានប្រើវិន័យដើម្បីរៀបចំពេលវេលាហាត់ប្រាណ30នាទីជារៀងរាល់ថ្ងៃដែលជួយឲ្យនាងមានសុខភាពល្អនិងថាមពលក្នុងការងារសេចក្តីសន្និដ្ឋានវិន័យផ្ទាល់ខ្លួនគឺជាគន្លឹះដែលនាំឲ្យយើងឈានទៅរកជីវិតដ៏ជោគជ័យនិងសុខសាន្តដោយអនុវត្តវិធីសាស្ត្រដែលបានរៀបរាប់និងជំនះឧបសគ្គផ្សេងៗយើងអាចអភិវឌ្ឍវិន័យផ្ទាល់ខ្លួនឲ្យកាន់តែរឹងមាំនិងសម្រេចគោលដៅដែលយើងប្រាថ្នាសូមអរគុណសម្រាប់ការរស់តាប់និងជួបគ្នាវិញនៅកម្មវិធីក្រោយជម្រាបលា